សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃច័ន្ទទី27ខែកក្កដាឆ្នាំ2026វេលាម៉ោង 9:00 នាទីព្រឹកឧត្តមស្នេហ៍ឯកពៅហេងមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយុទ្ធភូមិភាគទី4បានទទួលជួបសម្ដែងការគួសមនិងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការអាស៊ានប្រចាំប្រទេសកម្ពុជា ASEAN Observer Team Cambodia AOTKH ដឹកនាំដោយឧត្តមនាវីត្រី Glenn Z. Dison ប្រធានបេសកកម្មក្រុមអ្នកសង្កេតការអាស៊ាន XOM AOT និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជាដោយមានការសម្របសម្រួលពីសំណាក់ក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាបក្នុងឱកាសនេះឧត្តមស្នេហ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4បានថ្លែងនៅការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការអាស៊ានប្រចាំប្រទេសកម្ពុជាក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីនដែលបានអញ្ជើញមកកាន់បញ្ជាការដ្ឋានយុទ្ធភូមិភាគទី4នាពេលនេះហើយឯកឧត្តមមេបញ្ជាការបានសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះការបដិញ្ញាចិត្តយ៉ាងមុតមាំនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការអាស៊ានកន្លងមករហូតដល់បច្ចុប្បន្នក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពនិងទំនុកចិត្តក្នុងតំបន់ក្រោមយន្តការអាស៊ានទន្ទឹមនឹងនេះឯកឧត្តមមេបញ្ជាការក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការអាស៊ានអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃផងដែរជាការឆ្លើយតបឧត្តមនាវីត្រី Glenn Z. Dison ប្រធានបេសកកម្មក្រុមអ្នកសង្កេតការអាស៊ាន XOM AOT នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់យុទ្ធភូមិភាគទី4ដែលតែងតែសម្របសម្រួលនិងផ្ដល់ភាពងាយស្រួលដល់គ្រប់បេសកកម្មទាំងអស់ក្នុងការចុះសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយបទឈប់បាញ់ចូលជាធរមាននិងបានបញ្ជាក់ពីការបដិញ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះដើម្បីចុះសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងនិងពង្រឹងទូនាទីដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីលើកកម្ពស់ដំណាភាពការជឿទុកចិត្តគ្នានិងការពារអាយុជីវិតប្រជាពលរដ្ឋព្រមជាមួយគ្នានេះកម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្ដាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការឬចូលរួមជួយលើកកិច្ចការសន្តិភាពរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបន្តការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពយូរអង្វែងអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃច័ន្ទ13កើតខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី27ខែកក្កដាឆ្នាំ2026